ជាទិន្នន័យផ្ទាល់ខ្លួន SVF ផងបូកទិន្នន័យក្រសួងសាធារណពាក់ព័ន្ធនិងខាងសមាគមខាង Sector Skill Council នេះឃើញថាមានជំនាញ5ហើយអាចតែយើងត្រូវវិនិយោគអស់គ្នារយៈពេល5ឆ្នាំទៅមុខនេះដើម្បីយើងអាចជាពិសេសចាក់ចេញពីប្រទេសដែល least developed country សពពេល13-4ឆ្នាំនេះទេហើយជួយ build foundation ដែល long term ដែរទីមួយជំនាញទៅបច្ចេកវិទ្យា digital data AI នេះគឺទៅណាអត់ដូចពីពួកគាត់ទេបច្ចេកវិទ្យាសំខាន់ណាស់ជាពិសេស AI ឬវិជាដើមនេះទី2តកតងនឹង manufacturing operational skill នេះផលិតកម្មនេះត្រូវការយើងមក advancing មុនឥឡូវគេមានដល់ប្រើ robotic មាន automation ស្រុកយើងក៏មានចាប់ផ្ដើមបដាដែរខ្ញុំទៅមើលរោងចក្រស្វ័យយន្ទី SME ទៅនៅខេត្តកំពង់ធំហ្នឹងម៉ាស៊ីននឹងអស់ឯងមនុស្សក៏ចាក់គ្រាប់ចូលទៅម៉ាស៊ីនធ្វើរហូតទៅដល់នេះចង់ក្រោយមនុស្សដើមទីចាក់គ្រាប់ចូលចង់ទីប្រឌិតគុណភាពឯងគេសតអីត្រូវអត់ត្រូវទំហំមាន deficit មាន error មានអីអត់អញ្ចឹងវានឹង change របៀបយើងធ្វើការក៏ដូចផលិតដែរទី3រឿង soft skill មួយចំនួន productivity skill ដូច problem solving leadership Kaizen 5S ហ្នឹងវាជួយបង្កើន productivity ច្រើនឲ្យយើងចេះធ្វើការមានសណ្ដាប់ធ្នាប់កាត់បន្ថយការខ្ជះខ្ជាយយើងចឹងជាដើមទី4សំខាន់ហើយកំពុងតែមើលជាងគឺខាង green ក៏ដូច ESG environment social governance compliance នេះទី1សម្រាប់អ្នកដែលជួយ export ទៅប្រទេសអភិវឌ្ឍអឺរ៉ុបអាមេរិកគេមានតម្រូវការ ESG ហ្នឹងយើងទៅ comply តាម standard គេតែទី2រឿង financing ក៏ត្រូវការដែរខាងអ្នកផ្ដល់ funding គាត់មើល ESG ហ្នឹងដែរបងខាងជាគម្រាមប្រសាសន៍រឿង transparency governance នេះក៏ជាកត្តាសំខាន់គេវាតម្លៃដែរចុងក្រោយ financial and business management ក៏សំខាន់ដែរព្រោះយើងនិយាយ financing យើងគ្រប់គ្រងអាជីវកម្មនេះគឺជំនាញមួយដែលជា foundation skill មួយសម្រាប់ entrepreneur សម្រាប់សហគ្រិនទាំងអស់